សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើការបង្ហាញពីការប្រើប្រាស់ម៉ូតូគ្រប់ប្រភេទបងប្អូនណាគឺខ្ញុំនិយាយតទៅនឹងការប្រើប្រាស់ប្រាំងមិនថាពួកសង់ពួកវែវពួកម៉ូតូធំអីទេអានេះតាមអ្វីដែលខ្ញុំបានធ្លាប់ជួបនឹងសង្កេតមើលបងប្អូនគាត់ប្រើប្រាស់មួយចំនួនណាបងប្អូននៅពេលដែលផ្លូវទលាយហ្នឹងហើយផ្លូវទលាយមានន័យថាផ្លូវ highway ផ្លូវអីចឹងបងប្អូនឬក៏កន្លែងណាដែលទលាយភាគច្រើនយើងប្រើប្រាំងក្រោយហ្នឹងហើយបងប្អូនចាំមើលជាក់ស្ដែងទៅហ្នឹងហើយគឺភាគច្រើនគឺបងប្អូនគាត់ប្រើប្រាំងក្រោយហើយបើសិនជាទីតាំងកន្លែងបងប្អូនជិះនោះគឺវាទលាយឬក៏ផ្លូវឆ្ងាយចឹងទៅហ្នឹងហើយតែភាគច្រើនបងប្អូនដែលជិះនៅក្នុងក្រុងហ្នឹងហើយមិនថាតាមក្នុងខេត្តឬក៏ទីក្រុងភ្នំពេញឬក៏តាមបណ្ដាខេត្តផ្សេងទេហ្នឹងហើយតែជួបនៅបងប្អូននោះភាគច្រើនគាត់ប្រើប្រាស់ប្រភេទប្រាំងមុខហ្នឹងច្រើនជាងហ្នឹងហើយប្រាំងក្រោយអញ្ចឹងទៅនេះបងប្អូនដែលគាត់ជិះតាមក្រុងហ្នឹងហើយហេតុអីបានអញ្ចឹងដោយសារតែនៅតាមក្រុងគឺភាគច្រើនម៉ូតូឡានវាស្ទះផ្លូវស្ទះអីចឹងបងប្អូនហ្នឹងហើយបើកាលណាស្ទះផ្លូវយើងអត់សូវជាប្រើលបឿនខ្លាំងទេបើកាលណាយើងអត់សូវប្រើលបឿនខ្លាំងអញ្ចឹងយើងប្រើអាប្រាំងមុខហ្នឹងហើយញឹកញាប់ជាងប្រាំងក្រោយអានេះសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់ម៉ូតូឬក៏ជិះម៉ូតូនៅក្នុងក្រុងដូចជាក្នុងទីរួមខេត្តក្នុងក្រុងអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងភាគច្រើនគឺគាត់ប្រើពពួកប្រាំងមុខនេះគឺញឹកញាប់ជាងប្រាំងក្រោយតែបើសិនជាបងប្អូនគាត់ជិះផ្លូវទលាយជិះផ្លូវទលាយអញ្ចឹងគាត់ប្រើប្រាស់ប្រាំងក្រោយនេះច្រើនជាងមូលហេតុអីបើកាលណាយើងប្រើប្រាស់ប្រាំងមុខវាគ្រោះថ្នាក់ព្រោះផ្លូវទលាយយើងត្រូវការលបឿនលឿនហ្នឹងហើយត្រូវការលបឿនលឿនបើកាលណាយើងប្រើប្រាស់ប្រាំងមុខគឺនៅពេលដែលយើងចាប់ទៅអាចបោកយកតែម្ដងហ្នឹងហើយអញ្ចឹងការជិះផ្លូវឆ្ងាយឬក៏ផ្លូវដែលទលាយអញ្ចឹងគេអត់សូវប្រើប្រាំងមុខទេគេប្រើប្រាំងក្រោយអញ្ចឹងខ្ញុំឃើញបងប្អូនភាគច្រើនគាត់បងប្អូនដែលចូលចិត្តដើរលេងឆ្ងាយភាគច្រើនគាត់ឃើញគាត់នោះនេះអស់ប្រាំងក្រោយនេះគឺច្រើនជាងលឿនជាងហ្នឹងហើយតែសម្រាប់បងប្អូនដែលគាត់ចូលចិត្តជិះនៅក្នុងក្រុងហ្នឹងហើយភាគច្រើនគឺបងប្អូននៅទីក្រុងតែម្ដងភាគច្រើនខ្ញុំឃើញគាត់នោះអស់ប្រាំងមុខហ្នឹងហើយអស់ប្រាំងមុខជាងប្រាំងក្រោយហ្នឹងហើយដោយសារអីដោយសារតែខ្ញុំបានបង្ហាញពីដើមអញ្ចឹងគឺដោយសារតែឡានម៉ូតូវាស្ទះបើកាលណាស្ទះយើងមិនអាចប្រើប្រាំងក្រោយបានទេភាគច្រើនគឺគាត់រវល់តែរាជើងដាក់ជើងចុះបងប្អូនណាដាក់ជើងចុះទប់ឆ្វេងទប់ស្ដាំហើយគាត់ប្រើប្រាំងមុខចាប់នៅពេលដែលឈប់ហ្នឹងហើយអញ្ចឹងប្រាំងមុខហ្នឹងគឺវាមានអត្ថប្រយោជន៍នៅពេលដែលម៉ូតូឡានស្ទះហ្នឹងហើយអញ្ចឹងបងប្អូនខ្លះក៏អត់ដឹងទេគាត់គិតតែពីម៉ូតូឡានស្ទះអញ្ចឹងគាត់ប្រើតែប្រាំងក្រោយហើយអាជើងម្ខាងទៀតគាត់រាម្ខាងទៀតទាន់ប្រាំងក្រោយអញ្ចឹងទៅក៏ប៉ុន្តែបើកុំឲ្យហានិភ័យគឺបងប្អូនរាជើងទាំងពីរទៅហ្នឹងហើយយើងអាចប្រើប្រាំងមុខជួយចាប់វាវិញដើម្បីកាត់បន្ថយការគ្រោះថ្នាក់ផ្សេងហ្នឹងហើយនេះសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់ម៉ូតូដែលមានផ្លូវស្ទះតាមទីក្រុងឬក៏ទីរួមខេត្តផ្សេងតែបងប្អូនដែលគាត់ចូលចិត្តដើរលេងឆ្ងាយហ្នឹងហើយផ្លូវដែលទលាយគឺបងប្អូនប្រើប្រាស់ប្រាំងក្រោយល្អជាងប្រាំងមុខបើកាលណាយើងប្រើប្រាស់ប្រាំងមុខកំពុងតែជិះលឿនឬក៏ប្រើប្រាស់លបឿននឹងលឿនអញ្ចឹងអាចធ្វើឲ្យយើងបោកហ្នឹងហើយអញ្ចឹងសរុបសេចក្តីមកគឺខ្ញុំតាមសង្កេតសម្រាប់បងប្អូនដែលគាត់ជិះផ្លូវឆ្ងាយហើយនឹងជិះផ្លូវចិត្តខ្ញុំឃើញថាវាមានភាពខុសគ្នាបែបហ្នឹងហើយអញ្ចឹងវីដេអូនេះមិនតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាទាំងអស់គ្នា